នេះដូចគ្នាដែរយើងគ្រាន់តែ enter ម្ដងទៀតមក click លេខនេះទាញចំណុចចាប់ឆ្ងាយទៀតមកនេះយើងចង់បានមួយណាយើងចុចប៉ុណ្ណឹងមកបាទស្ដីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំចង់ចែករំលែកនៅលើកទី1ក្នុងការប្រើប្រាស់កម្មវិធី AutoCAD ជាទៅបើសិនជាយើងចង់ចាប់ dimension grid line យើងចុចចេះមែនទេចឹងមកតថាយើងចាប់នេះយើងចាំចេះ EDC យើងចាប់តអញ្ចឹងតែបើសិនជា project យើងធំយើងអាចនឹងចំណាយពេលយូរអញ្ចឹងកន្លែងនេះបងប្អូនអាចសាកទីនេះបានគឺបងប្អូន upload នេះសិនមកនេះ upload លេខ2នេះតទៀតបងប្អូនគ្រាន់តែប្រើ command G D2 នេះមកត្រូវលើ object របស់យើងនេះជា enter មួយ click ចំណុចជា set ជា origin ហើយទីមកដាក់ complete យើងចង់បានពុំមកវា load auto ចាប់របស់យើងអញ្ចឹងហ្នឹងហើយផ្នែកនេះដូចគ្នាដែរយើងគ្រាន់តែ enter ម្ដងទៀតមក click លេខនេះហើយទាញចំណុចចាប់ឆ្ងាយទៀតមកនេះយើងចង់បាន complete ណាយើងចុចប៉ុណ្ណឹងមកដូចគ្នាដែរទាក់ទងទៅនឹងអានេះយើងបំបែកវាទៅជា line សិនណាមានន័យថាបើសិនយើងគូជា block ទាំងពីរហ្នឹងយើងបំបែកទៅជា line ហើយចាំយើងចាប់ហើយយើង copy ទៅ dimension ទៅ place នៅលើប្លង់របស់យើងទៅវាចំណេញពេលជាងហ្នឹងយើងប្រើលេខឲ្យត្រូវប្រើលេខ ISO ឲ្យ copy ទៅដាក់ទៅលឿននេះអានេះដូចគ្នាដែរអញ្ចឹងយើងគ្រាន់តែ G D3 នេះមកស្លេចលើពី1នេះមួយ enter មួយចុចចំណុចចាប់ទី1ចំណុចចាប់ទី2នេះមកបានបាត់តោះនេះដូចគ្នាដែរពងនេះ click ចេញមកបានបាត់ហើយអានេះដូចគ្នាដែរនេះចំណេញពេលបាទហើយចាំទៅពេលនេះយើងគ្រាន់តែប្រើលេខ ISO របស់យើងមក copy មកទៅដាក់ project របស់យើងឲ្យ block យើងទៅនឹងរៀបការរៀបចំប្លង់របស់យើងឲ្យលឿនទេបាទវីដេអូនេះខ្ញុំមានតែនេះទេជួបគ្នានៅវីដេអូបន្តទៀត